ពីមួយថ្ងៃទៅមួយថ្ងៃគាត់ក៏សម្រាប់ចិត្តលក់ទីទឹកគាត់មានទីទឹកហើយជា4 5គាត់លក់ទីទឹកអស់ពីរហើយខ្ញុំនិយាយរកវត្តទីទឹកហ្នឹងគឺគេយកធុងសាំងយើងហ្នឹងធុងសាំងយើងហ្នឹងគេចប់ហោងពីចម្រៀងហ្នឹងគេដេកធុងសាំងមកហើយគេដាក់មានដងសម្រាប់យើងកាន់អូសហ្នឹងដូចដល់គេហៅឆៃកែអញ្ចឹងណាបាទគេអូអញ្ចឹងហើយគេចុះមកហោងមកគេដាក់ទឹកចូលក្នុងហ្នឹងហើយគេមានកម្រងគេបាត់កុំឲ្យអូទៅវាក្លោកប្រពុកទឹកហើយអាពីក្រោយធុងហ្នឹងគេមានតយោហ្នឹងតចេញធុងហ្នឹងមកទៅពេលណាអ្នកភូមិហ្នឹងគាត់ចង់ទិញទឹកលាកស៊ូហ្នឹងមកហូរទឹកហ្នឹងពេញក្នុងធុងគាត់រឹបអាស៊ូហ្នឹងវិញទៅបាទព្រោះជំនាន់យើងហ្នឹងនៅអូបតអមយើងអត់មានទឹកសិនទេមានតែទឹកអ្នកនៅដងនោះប្រើទឹកដូងទឹកពាំងហ្នឹងចឹងត្រូវមានតែទឹកហ្នឹងដើម្បីអូលុកតាមផ្ទះប្រជាជននៅឆ្ងាយពីដងហ្នឹងអ្នកខ្លះគាត់អត់មានប្រភពអីសម្រាប់ទៅរែកទឹកទៅយងទឹកដងទឹកអីហ្នឹងគាត់ចាំទិញទឹកដែលលុកតាមទឹកហ្នឹងបាទ